តៃតាស្រុកសូននិគមស្រុកប្រាសាទបាគងនឹងជាព្រះចៅអធិការវត្តព្រះស្នេហាព្រះច័ន្ទព្រឹកហៅវត្តលោកគ្រប់ជំនឿនសូមអនុមោទនាពិធីដង្ហែព្រះរូបសំណាកនិងព្រះធាតុព្រមទាំងបច្ឆាយាល័ក្ខព្រះគ្រូគ្រប់ព្រះអង្គចាប់ផ្ដើមចេញដំណើរអនុមោទនាភ្លេងខ្លងយល់តើកុំឲ្យលឿនពេកទៀតមកលឿនពេកយឺតតិចកុំឲ្យលឿនពេកមុនយឺតសំភ្លេងខ្លងយល់បើកភ្លេងសូមអរបាសិកាលោកសូមអរសកាយកាចិត្តនិងរតនីអរនមស្ការបរតនត្រ័យជាមួយសម្បត្តិទាំងគ្រាជាក្នុងពិធីហើយព្រះរូបនិងព្រះធាតុរបស់ព្រះជគុណបេតៈគ្រប់ជំនឿនៅក្នុងវត្តព្រះស្នេហាព្រះច័ន្ទព្រឹកហើយវត្តលូចូលស្គាល់ណាថតហើយស្អាតហើយទៀតស្អាតហើយកាយវន្តនីនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភគវតោអរហតោសនមោតស្សៈភគវតោអរហតោសង្ឃោសទ្ធោវរតិយធនយាសង្ឃស្អាតហើយជ័យសូត្រធឿទៅយាយសូត្រតាមមីក្រូនោះណាពីជួររហូតដល់ចូលវិញរក្សាជួរដល់ដែលណាបាទថ្ងៃនេះរៀបបានស្អាតត្រង់ជួរចេះបានសំណំឡាណារក្សាជួររហូតដល់ត្រឡប់ចូលវត្តវិញសូមអនុមោទនាបន់ថាតែយាយអាយមិនមកតើមិញកាត់ជួរទៅខាងនោះខ្លះកាត់ជួរទៅខាងនោះខ្លះបំបីជួរទៅខាងនោះខ្លះកុំឲ្យវែងមកចង្ហៀងសកម្មភាពវត្តព្រះស្នេហាប្រតិបត្តិព្រឹកហើយវត្តលោកក្នុងពិធីដង្ហែព្រះរូបព្រះធាតុរបស់ព្រះអតីតព្រះគ្រូអនុគុណស្រុកប្រសូតនិគមនិងអតីតព្រះគ្រូអនុគុណស្រុកប្រាសាទបាគងដែលជាព្រះអតីតព្រះចៅអធិការវត្តគ្រប់ជំនឿននៃវត្តព្រះស្នេហាបរិច្ឆេទព្រឹកហើយវត្តរលូក្នុងថ្ងៃ15កើតពេញបរមីខែចេសនិងថ្ងៃ100ខែចេសជារៀងរាល់ឆ្នាំឥឡូវនេះគឺការដឹកក្បួននឹងហើយបានចេញទៅខាងក្រៅរបងវត្តហើយខ្ញុំបាទក៏សូមផ្តិតនៅទេសភាពទិដ្ឋភាពខាងក្នុងវត្តដែលមានការរៀបចំដ៏យ៉ាងល្អពិសេសវិចិត្រដោយទង់ពុទ្ធសាសនាទង់ជាតិខ្មែរព្រមទាំងមាននៅសួនច្បារអមតាមដងវិថីដើម្បីទទួលព្រះដំណើរនិមន្តមករបស់ព្រះរូបព្រះធាតុរបស់ព្រះសពអតីតព្រះគ្រូគ្រប់ព្រះអង្គនៅវត្តព្រះស្នេហាបរិច្ឆេទព្រឹកហើយវត្តលោកនេះឆ្លៀតពេលដែលពិធីដង្ហែកំពុងតែស្ថិតនៅខាងក្រៅវត្តខ្ញុំបានក៏ឆ្លៀតផ្ដិតយកនៅទេសភាពខាងក្នុងវត្តដើម្បីប្រគេននឹងជូនដល់អ្នកទស្សនាផងទាំងឡាយបានអញ្ជើញទស្សនានៅទិដ្ឋភាពខ្លះនៃវត្តព្រះស្នេហាបរិច្ឆេទព្រឹកហើយវត្តលូនេះផងដែរទៀតហើយគុណបាទកំពុងតែធ្វើដំណើរទៅស្កាត់ពីខាងមុខដើម្បីផ្ដិតយកនៅរូបភាពនិងសកម្មភាពនៃក្បួនដង្ហែជូនដល់
ប្រិមិត្តអ្នកទស្សនាផងដែរ